បានតបត់មួយហើយខ្ញុំហ៊ានបានពាក្យថ្មីមួយដែលពាក្យថា cognitive bias អញ្ចឹង cognitive bias ហ្នឹងបើសិនជាយើងនិយាយពីគេហៅថាខ្មែរយើងវិញគឺបកប្រែថាការសម្រេចចិត្តដោយប្រើផ្លូវកាត់ហើយខ្ញុំជឿថាបងប្អូនយើងជាច្រើនអ្នកទាំងអស់គ្នាដែលកំពុងតែមើលវីដេអូខ្ញុំមិនថាខ្ញុំទេមិនថាតែខ្លួនខ្ញុំផ្ទាល់មិនថាជាអ្នកទាំងអស់គ្នាខ្ញុំជឿថាយើងសុទ្ធតែឆ្លងកាត់ការសម្រេចចិត្តបែបហ្នឹងហើយអាការសម្រេចចិត្តការគិតដោយប្រើផ្លូវកាត់ហ្នឹងទាំងអស់គ្នាគឺវាជួយឲ្យយើងសម្រេចចិត្តបានលឿនខ្លាំងមែនតើប៉ុន្តែស្របពេលក៏វានាំឲ្យយើងនឹងយល់ខុសដែរឬក៏សម្រេចចិត្តមួយអត់ត្រឹមត្រូវទេ connective bias ហ្នឹងគឺវាអាចប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទំនាក់ទំនងជាមួយអ្នកណាម្នាក់សុខភាពក៏ដូចជាការជឿទៅលើបុគ្គលណាម្នាក់ផងដែរហើយតើយើងគួរកាត់បន្ថយវាមិនទៅទីមួយគឺធ្វើការសម្រេចចិត្តហ្នឹងគឺយើងកុំបញ្ញាប់សម្រេចចិត្តពេកមុននឹងយើងសម្រេចចិត្តធ្វើអីមួយគឺត្រូវស្វែងរកព័ត៌មានបន្ថែមមុនធ្វើការសម្រេចចិត្តមុនជឿចាមុនធ្វើអីមួយទី3បើកចិត្តទទួលស្ដាប់យោបល់ពីអ្នកផ្សេងព្រោះជួនកាលនៅពេលដែលយើងស្រឡាញ់អីយើងចង់អីយើងនិយាយដូចថាទុកចិត្តដែរអីចឹងទៅខ្ជិលគិតច្រើនជឿយកហ្មងទៅអញ្ចឹងការស្ដាប់មតិផ្សេងដែលផ្ទុយពីការគិតរបស់យើងហ្នឹងក៏ជាការបើកចិត្តមួយជួយការសម្រេចចិត្តរបស់យើងក្នុងការជឿក្នុងការធ្វើអីមួយក្នុងការបោះជំហានអីមួយហ្នឹងឲ្យវាមានប្រសិទ្ធភាពចាឲ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវទី4គឺសួរខ្លួនឯងថាតើយើងមានផុសតាងគ្រប់គ្រាន់ទេក្នុងការ support ក្នុងការគ្រប់គ្រងការសម្រេចចិត្តការជឿរបស់យើងហ្នឹងហើយបងប្អូនឃើញស្រាប់ហើយពេលខ្លះយើងរើសជឿអ្នកណាម្នាក់យើងរើសធ្វើអីមួយគឺយើងអត់បានគិតច្រើនយើងដឹងថាអូខេម្នាក់ហ្នឹងមើលទៅល្អម្នាក់ហ្នឹងមើលទៅមានម្នាក់ហ្នឹងមើលទៅអញ្ចេះអញ្ចឹងគាត់និយាយអីគាត់ធ្វើអីមិនបាច់ឆ្ងល់គាត់ទេគឺជឿយកហ្មងអានហ្នឹងឯងដែលយើងច្រើនតែធ្វើការសម្រេចចិត្តខុសជឿទៅលើបុគ្គលខុសសម្រេចចិត្តដើរផ្លូវខុសឬក៏សម្រេចចិត្តធ្វើអ្វីមួយខុសសម្រាប់ចិត្តចាប់ផ្ដើមអាជីវកម្មមិនថាដូចខ្ញុំនិយាយចឹងមិនថាពីបញ្ហាហិរញ្ញវត្ថុចាទំនាក់ទំនងមិត្តភាពផ្សេងហ្នឹងគឺដោយសារតែយើងប្រើការផ្លូវកាត់ហ្នឹងឯងព្រោះយើងអត់ព្រមព្យាយាមហមណាស់ថាអូខេតើដែលយើងជឿបុគ្គលម្នាក់ហ្នឹងត្រូវថឹងថ្លែងថាតើសម្ដីបុគ្គលម្នាក់ហ្នឹងគួរតែជឿអត់ហើយហេតុអីបើយើងគួរជឿគាត់តើគាត់និយាយមកហ្នឹងវាជារឿងពិតអត់តើគាត់មានអំណាចអីអត់អញ្ចឹងណាបងប្អូនអញ្ចឹងសង្ឃឹមថាវីដេអូនេះដោយសារតែខ្ញុំនិយាយចឹងវីដេអូនេះខ្ញុំបានហ៊ានហ្នឹងណាដោយសារតែវីដេអូនេះខ្ញុំហ៊ានបានពាក្យថ្មីហ្នឹងខ្ញុំចង់ចែកម្លែកទៅអ្នកនរគ្នាអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយ